ជំរាបសួរអ្នកទាំងអស់គ្នានេះជាលើកទី2ហើយដែលខ្ញុំបានមកលេងក្នុងក្រុងកំពង់សោមហើយបទពិសោធន៍ក្នុងលើកនេះគឺពិសេសជាងរាល់ដងព្រោះដោយសារតែខ្ញុំធ្វើដំណើរដោយម៉ូតូតែម្នាក់ឯងហើយខ្ញុំបានចេញពីភ្នំពេញក្នុងម៉ោង7ព្រឹករហូតមកដល់ក្រុងផ្សេងនោះនៅម៉ោង12កន្លះហើយពេលល្ងាចឡើងហ្នឹងខ្ញុំក៏បានឆ្លៀតមកលេងនៅតាមឆ្នេរឯករាជ្យហើយឃើញថាទេសភាពស្អាតម្យ៉ាងដែរចំណែកបរិយាកាសថ្ងៃនេះគឺស្រស់ថ្លាសម្រាប់ខ្ញុំដោយសារតែវា fresh ហើយបរិយាកាសមានរលឹមស្រិចបូកជាមួយនឹងទឹកសមុទ្រដែលវាមានរលកធំហើយត្រជាក់ទៀតគឺពិតជាស្រស់ស្រាយមែនតើមុននឹងចូលទៅដល់ឆ្នេរហ្នឹងខ្ញុំក៏ឆ្លៀតទិញនំប៉័ង2-3កញ្ចប់យកទៅហូបលេងជាមួយនឹងកាហ្វេមួយកែវហើយយើងទៅអង្គុយលេងនៅមាត់សមុទ្រមើលទឹកសមុទ្រលេងអញ្ចឹងណាវាអារម្មណ៍បែបស្រស់ស្រាយម្យ៉ាងដែរសម្រាប់បរិយាកាសបែបនេះគឺមិនសូវមានមនុស្សមកច្រើនដូចរាល់ដងទេព្រោះដោយសារតែវាមានរលឹមអញ្ចឹងរដងម៉ោង4កន្លះម៉ោង5ទៅ5កន្លះអីហ្នឹងគឺមានមនុស្សមកច្រើនដោយសារតែថ្ងៃរៀបលេចនៅទីនេះគឺស្អាតខ្លាំងមែនតើទឹកសមុទ្រជាមួយនឹងព្រះអាទិត្យដែលរៀបលេចហ្នឹងគឺចេញពណ៌មាសមកដល់ពេលអញ្ចឹងគ្រប់គ្នាក៏ត្រូវការមកថតវីដេអូឬក៏ថតជារូបស្លឹកដើម្បីយកទៅទុកមើលជាអនុស្សាវរីយ៍អញ្ចឹងទៅស្អាតប៉ុន្តែសម្រាប់ថ្ងៃនេះផ្ទៃមេឃរៀងអ៊ូអាប់ប៉ុន្តែវាអារម្មណ៍វាទទួលបានមកវិញគឺម្យ៉ាងម្នាក់ហើយនេះជាស្ពានថ្មដែលគេសាងសង់ឡើងដើម្បីឲ្យបងប្អូនយើងគាត់ដើរទៅក្នុងថតរូបអញ្ចឹងណាព្រោះដោយសារតែពេលដែលយើងទៅដល់កន្លែងកញ្ចុះហ្នឹងគឺយើងមានអារម្មណ៍ថាយើងដូចជានៅកណ្ដាលទឹកសមុទ្រអញ្ចឹងនិយាយតាមត្រង់ទៅចាស់ខ្ញុំពេលដែលដើរលើស្ពាននេះមានអារម្មណ៍ថាភ័យផងអរផងព្រោះដោយសារតែស្ពានទាំងចាស់ទ្រទ្រោមហើយដែរប៉ុន្តែយើងនៅអាចដើរបានធម្មតាហ្នឹងហើយបងប្អូនតាមពិតទៅនៅក្រុងកំពង់សោមនេះខ្ញុំឮបងប្អូនយើងគាត់ថាមានទីកន្លែងកម្សាន្តច្រើនដែរមានឆ្នេរច្រើនណានឹងបើតាមខ្ញុំដឹងទ្រទ្រោមមានឆ្នេរអូត្រីឆ្នេរអូជាទៀលឆ្នេរឯករាជ្យហើយនឹងឆ្នេរផ្សេងទៀតដែលខ្ញុំអត់ទាន់បានទៅអញ្ចឹងណាប៉ុន្តែដោយសារតែខ្ញុំមានពេលតិចតួចដែរខ្ញុំមកនេះគឺខ្ញុំមកធ្វើការហើយឆ្លៀតចុងសប្តាហ៍ហ្នឹងខ្ញុំក៏មកថតលេងអញ្ចឹងទៅបន្ទាប់មកទៀតហ្នឹងខ្ញុំក៏បានធ្វើដំណើរថ្មើរជើងទៅឆ្នេរមកខាងទៀតដែលឆ្នេរហ្នឹងខ្ញុំគិតថាអាចជាឆ្នេរឯកជនអញ្ចឹងណាព្រោះដោយសារតែឃើញគេមានដាក់ផ្លាកឲ្យយើងបង់ប្រាក់កន្លែងអង្គុយប៉ុន្តែខ្ញុំទៅជាក់ស្ដែងគឺគេអត់គិតលុយទេព្រោះដោយសារតែយើងអង្គុយតិចតួចអញ្ចឹងអត់អីដែរហើយខ្ញុំបានសួរអ្នកដែលគាត់ខាងគិតលុយខាងអីអញ្ចឹងណាខ្ញុំសួរគាត់ទៅគាត់ថាអត់អីទេសម្រាប់យើងអ្នកដែលមកលេងមួយផ្លែតអញ្ចឹងយើងអាចចូលទៅបានហើយយើងចេញមកវិញអញ្ចឹងទៅយើងឬក៏យើងអង្គុយលេងមួយផ្លែតបានតែបើសិនជាយើងក្នុងករណីយើងអង្គុយយូរណាហើយយើងត្រូវបង់ថ្លៃសេវាឲ្យគេហើយផ្លូវហ្នឹងស្អាតដែរគេរៀបចំមើលទៅតំណងមានស្ពានមានអីទឹកហូរកាត់ហ្នឹងហើយនៅជាប់ហ្នឹងវាដូចជាភ្នំអញ្ចឹងណាវាមានថ្មឡើងខ្ពស់មើលទៅអាចថាភ្នំគាត់ថាភ្នំវាតូចប៉ុន្តែស្អាតទេសភាពកន្លែងហ្នឹងស្អាតដោយសារតែខ្ញុំថតនេះរៀងល្ងាចហើយមានមេឃអលឹមមេឃអីចឹងទៅពលឺវាអត់សូវចាំងណាទាំងអស់ហ្នឹងបើសិនជាអាចថានៅថ្ងៃចាំងខ្លាំងឬក៏មានពលឺគ្រប់គ្រាន់អីហ្នឹងដឹងថាស្អាតហ្មងទេសភាពខ្ញុំធានាថាស្អាតអាចថាជារមណីយដ្ឋានរបស់គេមួយហើយនៅខាងមុខហ្នឹង
chia cả lại phô chỉ này than một cái tôi để mong nên cái lọ cà phê mình ấy ta hay nhưng mà bán trâu đấy nhưng bán đã cắt nâng năm bay mờ vừa giờ ngọt lọp cho cắt đó cà phê chắc nhân sẽ chọn đào ly nhưng đây chọn đằng thả miền ấy khá từ một tiết nhưng đã tới đang ngay đấy đã tới ọt trong phọt từ mình ai ngào thêm tới ngay chân đằngสำหรับบริธานเลยตีนี้ได้คือสะอาดอัดเมนสำราญอัดเมนไอ้ใหญ่ๆตีคือคลีนมองโดยซาตาตีตังไอ้กระจนจังยมกระตาหายเชียกี่เมียนเนี่ยนาไม้หรือก็เมียนกาหามปรางเมียนกาจอสำราญประเดี๋ยวได้จังนะดับไปจังเต้วิมือเต้คืนทาเมียนสะพนเพียบสามมาให้ยมโดยซาตาđây là lâm đang cả này chẳng tới dừng giờ liền thon lên tới bên mình là lâm những đất chợ chợ sạnสำหรับที่สเปียนวันนี้คือสะอาดเป็นเต้นยอมมาได้หมดเลยสำหรับที่เขาในได้ยอมถอดtại bạn mình lại chui thò đấy hay cả lấy nên coi nhóm nơi tại này ở mình đang mò thì dẫn ra thò tới sầm lăng cào về lại cái việc cào lại cái màu khơi mà kia rồi sao tại nhóm đang yên camera đây hay nhóm vừa video này láng cứ đầm bay tục chè nụ sao đi hay sầm rập bong bồn dương cho sana cầm san tới bờ sân chè bình chất chui oi lạch hay nâng xe chẳng hạn á rồi chia cầm lăng chất nó cao với video và tổ tiết chẳng hạn á hayสำหรับวิดีโอนี้ได้คือខ្ញុំក៏សូមការអធិស្ឋានពីសំណាក់អ្នកទស្សនាចឹងណាព្រោះដោយសារថាខ្ញុំអត់សូវមានបទពិសោធន៍ក្នុងការថតរូបក្នុងការនិយាយហើយកាមេរ៉ាថតក៏នៅមានកម្រិតចឹងណាវាដោយសារតែយើងមានចិត្តស្រឡាញ់ក្នុងវិស័យហ្នឹងចឹងណាlại đó về để dân trời tôi với nhé của để sao ta vì đang lên ngay hay đây hay ở sơn mình đây nơi tầm này hay giờ ở lâm mau có cả đây chân tình nhau với như chip về để dân trời tập tôi với nhé nhom có bạn trâu liêng sầm ạt một bình tích ở xa ta về đại miền liêng miền trò khlang chính cư chấm hai từ cầm ball lang vì vừa ở bay dân rừng sạch hay nhom khai một nhom lại môn cả là tràn được xa tầm bal prai chẳng nhom ngồi lục một mình tỉnh hai để trong cái có sủng mong con mong bố này bạn tiếp sau này về tổ tăng tình cảm và hồn bạn chọn con chào